ភាគទី25មួយវគ្គនសមាននិងអធិបក្រោយពេលអារុនរះទទួលដំណឹងនៃការងារថ្មីរបស់ប្អូនស្រីភ្លាមកំឡោះមុខមាំទាំងក្តោបដៃដើរទៅមកហាក់ដូចជាកំពុងរិះគិតទាំងគ្មានដំណោះស្រាយនៅក្នុងដំណាក់អារុនរះតាមអង្គព្រំចាស់តាមមិនឈប់រឿងបញ្ជូនប្អូនឲ្យធ្វើជាអ្នកសេរីរឿងទាំងនេះនិយាយទាំងគ្មានជំនឿចិត្តនិងសេចក្តីព្រួយបារម្ភទៅលើប្អូនម្ចាស់តាក្រាបទូលទ្រង់ឲ្យណាត់ទៅគ្រោះថ្នាក់ហើយដកបញ្ជាវិញទៅក្រាបទូលចាត់ទុកថានេះជាការអង្វររបស់ចៅព្រះអង្គម្ចាស់រ៉ាស៊ុយអង្គុយលើសាឡុងទាំងកាន់កាសែតដោយទឹកមុខជ្រះស្រឡះទើបដោះវ៉ែនតាចេញទាំងស្រដីតបទៅកាន់ចៅប្រុសអារុនប៉ុននឹងហើយមិនឃើញពីសមត្ថភាពប្អូនឯងទៀតយ៉ាងម៉េចយើងឲ្យទទួលការងារនេះព្រោះចង់បង្ហាត់នាងដែរបើធ្វើកិច្ចការតូចធ្វើមិនបានធ្វើយ៉ាងម៉េចធ្វើកិច្ចការធំបានបើនាងមិនអាចរកជោគជ័យឃើញនោះទេនាងក៏ស្គាល់ពីភាពបរាជ័យហើយភាពបរាជ័យទាំងនេះនឹងធ្វើឲ្យនាងចងចាំមិនឲ្យមានលើកក្រោយដាច់ខាតឯងទុកចិត្តចុះការងារនេះវាស្រាលទេទៅថ្ងៃមុខនាងនឹងត្រូវរ៉ាប់រងការងារធ្ងន់ជាងនេះទៀតហើយឯងក៏ដូចគ្នាចាប់ពីថ្ងៃនេះទៅត្រូវតាមរកថ្នាំដែលគ្មានពុកគ្មានក្លិនគ្មានរសជាតិតែអាចធ្វើឲ្យមនុស្សវង្វេងបាននោះយកមកយើងឯងត្រូវរកឲ្យបានមុនផែនការវាយកអធិបមកដល់យោទេព្រះអង្គបញ្ជាក់ច្បាស់អំពីបញ្ហានេះក្រាបទូលអារុនបានត្រឹមទទួលភារកិច្ចនិងគោរពដើរចេញលែងហ៊ានទៅវាអ្វីទាំងអស់នៅក្នុងដំណាក់ម្នាក់ទទួលភារកិច្ចដោយសម្ងាត់ទាំងអស់គ្រប់គ្នាត្រូវបំពេញបេសកម្មរៀងខ្លួនដែនដីអធិបនៅក្នុងវីឡាដែលហុំពិតថទៅដោយទឹកកកក្បោះដែលនៅចំកណ្ដាលទីក្រុងនេះជាវីឡានៃស្ដេចថ្នាំដ៏ធំប្រចាំអធិបឃ្លាំងថ្នាំជាច្រើនកំពុងបើកទ្វារព្រោះតែពេលនេះមានអ្នកចម្ងាយដែលត្រូវការព្យាបាលលោកគ្រូពេទ្យពេលនេះលោកស្រីដឹងខ្លួនហើយគីលានុបដ្ឋាយិកាបានមកផ្ដល់ដំណឹងឲ្យលោកគ្រូពេទ្យទាំងទឹកមុខញឹមលោកគ្រូពេទ្យវ័យ40គ្រាន់តែទទួលដំណឹងភ្លាមត្រេកអជាពន់ពេករកអ្វីប្រៀបមិនបានលោកគ្រូពេទ្យម្នាក់នេះមានឈ្មោះថាវណ្ណរៈជាដុកទ័រល្បីឈ្មោះនិងជាអ្នកជំនួញអាហារសមុទ្រធំជាងគេលោកមានកូនស្រីនិងកូនប្រុសចំនួន3នាក់ដែលកូនលោកបង្កើតជាមួយភរិយាមុនជាកូនស្រីចំណែកអ្នកម្នាងម៉ូណាជាភរិយាចុងខណៈពេលអ្នកទាំងពីរត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ទាំងសងខាងដូចគ្នាទើបព្រំលិខិតបានឲ្យអ្នកទាំងពីរមកជួបគ្នាលើកទឹកដីអធិបដ៏ធំធេងអេរីសបានផ្លាស់ប្ដូរដំណាក់មកតាមម្ដាយនិងត្រូវប្ដូរឈ្មោះថ្មីផងដែរម៉ូណាអូនដឹងខ្លួនហើយបងភ័យសឹងស្លាប់ទៅហើយលោកវណ្ណរៈស្រឡាញ់ភរិយាយ៉ាងខ្លាំងនិងផ្ដល់កិត្តិយសឲ្យយ៉ាងខ្ពង់ខ្ពស់លោកអោបភរិយាទាំងរំភើបស្ទើរស្រក់ទឹកភ្នែកព្រោះម៉ូណាសន្លប់បាត់ស្មារតីជាច្រើនថ្ងៃមកហើយអ្នកម៉ាក់កូនបួងសួងរាល់ថ្ងៃឲ្យអ្នកម៉ាក់ដឹងខ្លួនទីបំផុតពិតជាបានសម្រេចមែនព្រះនាងនោះឃើញម្ដាយបានរួចផុតជីវិតមកវិញក៏ស្រក់ទឹកភ្នែកតបពុទ្ធកូនរបស់ម៉ាក់ហត់នឿយហើយចុះអេរីសទៅណាហើយបងមានបាននិយាយពិធីភ្ជាប់ពាក្យគេទេភ្ជាប់ពាក្យអេរីសជាមួយអ្នកណាទៅអ្នកម៉ាក់ព្រះនាងនោះបានសួរព្រោះមិនដឹងរឿងអ្វីសោះគឺភ្ជាប់ពាក្យអេរីសជាមួយណាត់ថកណ្ណាកូនអ្នកម្នាងម៉ូណានិយាយដោយញឹមនិងហេវហត់អស់កម្លាំងថាម៉េចប្អូនណាត់ថកានក្រែងជាគ្រួសារតែមួយមែនទេម៉ាក់ភ្ជាប់ពាក្យយ៉ាងម៉េចទៅពួកគេជាបងប្អូននឹងគ្នាហើមកូនមិនចាំបាច់ឆ្ងល់ទេហើយកូនមិនពេញចិត្តឲ្យណាត់មកធ្វើប្អូនថ្លៃមែនទេកូនអត់ទេអ្នកម៉ាក់ខ្ញុំគ្រាន់តែកូនមិនដឹងរឿងរបស់ចាស់ទុំតែប៉ុណ្ណោះព្រោះកាលពីមុនក៏ធ្លាប់ឮម្ចាស់ស៊ូលីងនិយាយដែរថាណាត់ថកានមិនមែនជាចៅបង្កើតនៃត្រកូលមហានណាតើវាជារឿងពិតមែនទេអ្នកម៉ាក់ចាំម៉ាក់និយាយប្រាប់ពួកឯងនៅថ្ងៃក្រោយចុះបើចឹងបងវ៉ាន់ជួយសរសេរសារការភ្ជាប់ពាក្យកូនយើងទៅកាន់លោករងផងព្រោះបងនិងបងរាំងនេះជាសម្លាញ់គ្នាស្រាប់ហើយក៏មានឋានៈជាប៉ារបស់អេរីដែរបានតើបងក៏ពេញចិត្តនឹងកូនណាត់ដែលពេលដែលទៅឃីនយីនេវណាត់ក៏ថាកានក៏សុភាពរំទុំពូកែឆ្លាតគួរឲ្យស្រឡាញ់ណាស់ព្រះនាងនោះនៅតែនឹកឆ្ងល់ក្នុងចិត្តឥតឧបមាព្រោះថានេះជាពិធីមង្គលការគួរតែនិយាយជាមួយម្ចាស់អាណាននិងអ្នកម្នាងស៊ុយណាស៊ុយរីនអ្វីត្បិតតែពេលនេះប្អូនណាត់ទៅរស់នៅជាមួយលោកណាក់រងក៏ដោយក៏សុំស្ដីដណ្ដឹងពីចាស់ទុំនសមានទើបត្រូវតើប្អូនណាត់មិនមែនជាប្អូនយើងដូចអ្នកមីងនិយាយពិតមែនបន្ទាប់ពីគិតមួយភ្លេតហើយនាងក៏មិនចង់គិតអ្វីច្រើនឲ្យលើសពីនេះព្រោះនាងស្រឡាញ់ប្អូនណាត់ដូចជាប្អូនបង្កើតខ្លួនមែនហើយលោកប៉ាអូនណាត់នេះណាគួរឲ្យស្រឡាញ់ណាស់តាំងពីតូចមកម្លេះនាងពូកែឆ្លាតគ្រប់រឿងតែម្ដងហើយចុះអ្នកម៉ាក់ណាត់ដឹងទេថាជាអេរីសនោះដែលនឹងភ្ជាប់ពាក្យជាមួយនាងម៉ាក់ក៏ចង់ប្រាប់ទៅក្មួយណាត់ដែរតែចាំឲ្យអេរីសជាអ្នកសម្រេចចិត្តខ្លួនឯងព្រោះអេរីសបាននិយាយថាបើអេរីសជាគូជាមួយណាត់តែពេលនេះណាត់ជាផ្ការ៉ានទើបអេរីសចង់ប្រើមានសភាពផ្សេងដើម្បីទៅចិត្តប្អូនព្រោះអេរីសក៏មានភារកិច្ចជាប់ខ្លួនដែលពេលនេះគេជាវីរ៉ូឆែដែលជាគ្រូពេទ្យធម្មតាបើអេរីសប្រើមានសភាពពិតនៅទីនេះមិនបានទេច្បាស់ជាជនក្បត់អធិបតាមសម្លាប់មិនខានបើធ្វើបែបនេះណាត់ដឹងច្បាស់ជាខឹងស្លាប់ហើយអ្នកម៉ាក់ទឹកមុខននីតធីបារម្ភណាស់ខ្លាចថាប្អូនមិនយល់បែរជាខឹងនឹងអេរីស
នាំឲ្យការភ្ជាប់ពាក្យក៏មិនជោគជ័យចំណែកមិត្តភាពគ្រួសារក៏បែកបាក់នេះជាភារកិច្ចដែលគ្រប់គ្នាត្រូវតែបំពេញណាកូនឈ្មោះថ្មីទាំងនេះសុទ្ធតែជាការការពារខ្លួនទាំងអស់ទុកឲ្យប្អូនដោះស្រាយរឿងនេះចុះពួកយើងក្រៅពីអ្នកម្នាងមូនណាបានសម្លឹងមុខស្វាមីព្រមទាំងខ្សឹមដាក់ត្រចៀកកូនស្រីពួកយើងមកទីនេះក៏ដើម្បីរកឃាតុដូចគ្នាចាំទុកណាមិនមែនមកដើម្បីសប្បាយទេមិនថាម៉ាក់កូនរេរិះឡើយកុំភ្លេចឲ្យសោះថាយើងបាត់បង់គ្រួសារយ៉ាងម៉េចយើងត្រូវតែរកភស្តុតាងនៃការស្លាប់របស់ប៉ាឯងឲ្យបាន